ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនឹងចង់និយាយពីបញ្ហាបណ្ដាញសង្គមតិចនៅលើបណ្ដាញសង្គមហ្នឹងឥឡូវការឆបោកច្រើនណាស់អ្នកទាំងអស់គ្នាសូមប្រុងប្រយ័ត្នបន្តិចជាពិសេសនៅបណ្ដាញសង្គម TikTok ណាកំឃើញប្រុសស្អាតស្រីស្អាតអីយើងជឿយើងលំទៅប្រយ័ត្នចេញបោកគេណាអ្នកខ្លះគេធ្វើជាអ្នកមានលុយអ្នករកស៊ីអ្នកអីអញ្ចឹងណាតែខ្ញុំមិនដឹងអ្នកទាំងអស់គ្នាមានបានជួបអញ្ចឹងអត់ទេតែខ្ញុំជួបច្រើនណាស់អត់អស់ទេដូច្នេះសំបងប្អូនប្រយ័ត្នប្រយែងបន្តិចកុំគេថាធ្វើអីជាពិសេសក៏ឲ្យវេលុយវេអីទៅតែខាតកុំឲ្យសោះណាហើយគេឲ្យសំផ្ញើ WhatsApp ឬក៏ Telegram ឲ្យគេហ្នឹងកុំឲ្យសោះប្រយ័ត្នប្រយែងបន្តិចណាចាអរគុណ